មកបងប្អូនកូនចៅនឹងចង់ញ៉ាំព្រីងតែខ្យល់ទឹកវាខ្ជាក់ក្រប់អីចឹងណាមករៀនធ្វើភេសជ្ជៈជាមួយនឹងដូនយ៉ាងណាខ្ញុំបរៀនធ្វើភេសជ្ជៈថ្មីចឹងវិធីធ្វើអត់មានអីបាក់អីយើងត្រូវលាងសម្អាតព្រីងនឹងឲ្យស្អាតពីទឹកទៅដើម្បីវាជ្រះដីទៅបន្តមកយើងច្របាច់វាដើម្បីយកទឹកឲ្យស្រង់កាកចេញដើម្បីស្រង់ឲ្យស្អាតយើងត្រូវស្រង់វា2ដងណាត្រូវស្រង់ម្ដងទៀតជាមួយនឹងស្បៃដើម្បីឲ្យអស់អាកាសដែលយើងអត់ចង់បានតែបើសិនជាយើងធ្វើញ៉ាំខ្លួនឯងអីហ្នឹងចូលដល់កាកដល់អីក៏បញ្ហាដែរតែបើសិនជាត្រូវធ្វើប្រគេនព្រះសង្ឃឆាន់ពេលល្ងាចទេយើងត្រូវប្រយ័ត្នប្រយែងរឿងកាកនឹងត្រង់វាស្អាតចឹងណាឲ្យវាសចេញត្រូវត្រង់2ដងយើងត្រង់មួយកត្រងម្ដងហើយយើងត្រង់នឹងស្បៃម្ដងទៀតដើម្បីស្បៃហ្នឹងវាអស់កាកល្អជាងនេះអញ្ចឹងអានេះយើងយកវាម្ដងហើយប៉ុន្តែវានៅជាតិចឹងយើងជ្រុំវាយកម្សៅទៀតទៅដើម្បីឲ្យកុំឲ្យវាខាប់ពេកអញ្ចឹងបន្ទាប់ពីត្រង់ឲ្យហើយស្អាតយកវាមកដាក់ដាំឲ្យពុះហើយអាចបន្ថែមស្ករហើយនឹងអំបិលតាមចំណូលចិត្តដើម្បីបន្ថែមរសជាតិវាឲ្យកាន់តែឆ្ងាញ់ចាំទុកវាឲ្យវាពុះក្រូចទៅពេលដែលវាពុះហើយបិទភ្លើងទុកឲ្យវាត្រជាក់ចាំច្រកដាក់ក្លាសេធ្វើក្រោយ